ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមេរៀនទី3ដែលខ្ញុំយកមកបង្ហាញជូនពុកម៉ែបងប្អូនជាអ្នកស្វែងយល់និងតាមដានសិក្សារៀនសូត្រជាមួយនឹងរុក្ខជាតិដែលជារុក្ខឱសថជាមួយនឹងខ្ញុំបាទយកមកកែលម្អសុខភាពប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនឲ្យប្រសើរឡើងពុកម៉ែបងប្អូនណារាល់ថ្ងៃនេះមានពុកម៉ែបងប្អូនមួយចំនួនតែងតែមានបញ្ហាឈឺសរសៃឈឺតម្រងនោមរលាកតម្រងនោមឈឺកាពះឈឺពោះវៀនឈឺជំងឺលើសឈាមលើសចិត្តស្ករឬក៏ជំងឺបាតខូចតម្រងនោមដល់លក្ខណៈលាងឈាមយ៉ាងអីចឹងទៅពុកម៉ែបងប្អូនណាមូលហេតុមកពីពុកម៉ែបងប្អូនទាំងអស់គ្នាទទួលទានគ្រឿងស្រវឹងទទួលទានអាហារប្រៃពេកទទួលទានអាហារផ្អែមពេកទទួលទានអាហារដែលជាអាហារផ្អាប់ដូចជាគ្រឿងសមុទ្រហើយនឹងអាហារមួយចំនួនទៀតពុកម៉ែបងប្អូនណាហ្នឹងហើយតាក់ទងជាមួយនឹងគ្រឿងស្រវឹងក៏ដូចជាភេសជ្ជៈផ្អែមពុកម៉ែបងប្អូនទាំងអស់គ្នាក៏គួរតែប៉ាខ្លះទៅបើសិនតែប៉ាបានគឺប៉ាខ្លះទៅពុកម៉ែបងប្អូនណាព្រោះថាអាហារទាំងនោះគឺมันល្អសម្រាប់សុខភាពយើងទេបើសិនតែយើងចេះស្រឡាញ់គ្រួសារស្រឡាញ់ប្រពន្ធស្រឡាញ់កូនយើងគួរគិតដល់សុខភាពខ្លួនយើងជាចម្បងពុកម៉ែបងប្អូនកាលណាតែយើងឈឺហើយគឺវាបណ្ដាលឲ្យសេដ្ឋកិច្ចគ្រួសារគឺធ្លាក់ចុះពុកម៉ែបងប្អូនណាជាពាក់គេណាកូនរៀនណាជីវភាពគ្រួសារទៀតគឺមានការលំបាកមែនទែនពុកម៉ែបងប្អូនបើសិនតែយើងនៅល្អជាគឺយើងចេះស្រឡាញ់សុខភាពយើងផងយើងគួរញ៉ាំអីគឺយើងចេះគិតគូរពុកម៉ែបងប្អូនណាចេះគិតគូរដល់អាហារដែលយើងកំពុងតែញ៉ាំពុកម៉ែបងប្អូនណាពេលណាដែលយើងមិនទាន់ឈឺគឺយើងនៅចង់នៅសប្បាយឡើយទេកាលណាដល់ពេលយើងឈឺទៅគឺមិត្តភ័ក្តិក្នុងវងផឹកស៊ីគេលែងជួយយើងហើយពុកម៉ែបងប្អូនណាហ្នឹងហើយទៅចាំតាក់ទងជាមួយនឹងរុក្ខជាតិដែលខ្ញុំបង្ហាញជូនពុកម៉ែបងប្អូននេះគឺមានឈ្មោះថាដើមមកៈពុកម៉ែបងប្អូនណាហើយដើមមកៈមានអត្ថប្រយោជន៍យ៉ាងណាខ្ញុំនឹងជម្រាបប្រាប់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាអ្នកសិក្សាជាមួយនឹងខ្ញុំបានឲ្យបានយល់ពុកម៉ែបងប្អូនណាទី1ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយទី2ជំនួយដល់ប្រព័ន្ធរំលាយអាហារទី3ជួយដល់ការសម្រកទម្ងន់ទី4ជំនួយភ្នែកទី5ប្រឆាំងនឹងការរលាកហើយនឹងប្រឆាំងនឹងមេរោគផងដែរពុកម៉ែបងប្អូនណាតើតោមកៈយើងប្រើរុក្ខជាតិទាំងមូលពុកម៉ែបងប្អូនមិនថាស្លឹកផ្លែផ្កាឬក៏សម្បកឈើឬក៏ឫសនៃរុក្ខជាតិគឺយើងប្រើបានទាំងអស់ពុកម៉ែបងប្អូនណាចំណែកយើងយកទៅដាំទឹកហូបគឺយើងប្រើសម្បកឬក៏ឫសរុក្ខជាតិហើយយើងប្រើស្ងួតចន្លោះពី15ទៅ30ក្រាមតែបើយើងយកទៅស្លយើងយកទៅហូបលេងធម្មតាគឺយើងប្រើប្រាស់តាមការគួររបស់ពុកម៉ែបងប្អូនទៅព្រោះថាមកៈស្លឹករបស់វាក៏ដូចជាផ្លែរបស់វាមិនបានកំណត់ទេពុកម៉ែបងប្អូនណាហ្នឹងហើយបើយើងប្រើគឺយើងប្រើទៅតាមការគួរចោះប៉ុន្តែបើឬហើយនឹងសម្បកឈើគឺគេកំណត់ពី15ទៅ30ក្រាមស្ងួតពុកម៉ែបងប្អូនណាហ្នឹងហើយអត្ថប្រយោជន៍ដូចខ្ញុំបានជម្រាបប្រាប់ពុកម៉ែបងប្អូនទាំងគ្នារួចហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នាចេះចំហើយយកអ្វីដែលជារុក្ខជាតិមានប្រយោជន៍ទៅប្រើតាមសមគួរ